សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះខាងខ្ញុំបាទឃើញដើមផ្កាមួយយ៉ាងនិយាយពីថាស្អាតមែនទែនស្តៀងនឹងផ្កាកង្កោកដែរប៉ុន្តែនិយាយពីថាផ្កាវិញឡើងសប្រងតែម្ដងនេះបងប្អូនបានឃើញនៅខាងក្រោយខ្ញុំនេះអូនិយាយពីថាពណ៌ឡើងឈូកស្អាតមែនទែនណាឥឡូវចង់ដឹងថាទស្សនវិជ្ជាផ្កាបែបណាមកទស្សនាជាមួយនឹងខាងខ្ញុំបាទទាំងអស់គ្នា Let's go មានអ៊ំពូមីងក៏ដូចជាខាងបងប្អូនអ្នកខ្លះដែលបានស្គាល់ជាមួយនឹងផ្កាប្រភេទនេះតែចំពោះ admin ថ្ងៃនេះអត់ស្គាល់ថាវាជាផ្កាអ្វីទេប៉ុន្តែឃើញហើយនិយាយថាតំណមែនតើផ្កាវាស្អាតខ្លាំងមែនតើពណ៌ឡើងឈូកអ្វីដែលសំខាន់ណាស់ស្អាតជាងផ្កាកង្កោកទៀតណាបងប្អូនមើលបងប្អូនណាស្គាល់អាចដាក់នៅ comment ប្រាប់ខាងខ្ញុំបាទផងដើម្បីខាងខ្ញុំបាទបានស្គាល់ប្រភេទផ្កានេះដែរណានិយាយតែជីកាត់ទេបងប្អូនឃើញផ្កានេះវាស្អាតពេកដល់ពេលចឹងទៅក៏ចូលទៅថតទៅណាមួយដើម្បីបង្ហាញជូនដល់ខាងបងប្អូននៅក្នុងការទស្សនាផងដែរហើយបើដែលសំខាន់បងប្អូនណាឃើញផ្កានេះហើយអារម្មណ៍មួយថាស្រស់ស្រាយមែនតើណាបើនិយាយពីថាទស្សនភាពនៃទេសភាពបែបអញ្ចេះណានិយាយពីថាធ្វើឲ្យអារម្មណ៍របស់យើងស្រស់ស្រាយពេលដែលយើងឃើញផ្កាស្អាតហើយត្រូវជាមួយនឹង background ល្អទៀតមកអូយខប់សេរីអ្វីដែលសំខាន់ផ្ដិតបានរូបភាពស្អាតស្អាតច្រើនមែនតើនៅក្នុងការចែករំលែកទៅដល់ខាងបងប្អូននៅក្នុងការទស្សនាហើយអ្វីដែលសំខាន់ជាងនោះទៅទៀតនិយាយពីថាពណ៌វិញឡើងទំនោរមែនតើណាបងប្អូនធ្លាប់តែឃើញផ្កាកង្កោកវាលក្ខណៈមួយថាចកោមអញ្ចឹងណាហើយលក្ខណៈមួយថាឃើញថាស្អាតតែនេះស្អាតជាងកង្កោកទៀតណាបងប្អូនហើយបើបានមកជួដងផ្លូវវិញនិយាយពីថាអេមតែម្ដងនិយាយពីថាឃើញផ្កាស្អាតហ្នឹង admin ចុះទៅផ្ដិតយករូបភាពស្អាតជូនដល់ខាងបងប្អូនដែលគ្រប់គ្រងខាងខ្ញុំបាទអីចឹងណាទស្សនាទាំងអស់គ្នាអ្វីដែលសំខាន់នោះគឺយើងចែករំលែកនៅជាមួយនឹងបំណិនជីវិតប្រចាំថ្ងៃរបស់ខាងខ្ញុំបាទបន្តតែម្ដងនិយាយទៅថ្ងៃចុងសប្តាហ៍អញ្ចឹងយើងដំណើរកំសាន្តហ្នឹងប៉ុន្តែឃើញតែផ្កាស្អាតក៏ចោះចែករំលែកនៅត្រង់ចំណុចដើមផ្កាមួយដើមនេះណាតាមមួយដើមហ្នឹងនិយាយពីថាឡើងរិចឡើងស្គុះស្គីតែម្ដងបុផារិចពេលប្រឹងប្រលឹមតែនេះមិនប្រលឹមទេណាបងប្អូនគឺរសៀលហើយអូយស្អាតមែនតើถ้าបងប្អូនខំដើមផ្កាដែលខាងខ្ញុំបាទបង្ហាញនិយាយពីថាស្អាតមែនតើនេះបងប្អូនអូយបណ្ដោមែនតើឃើញទស្សនភាពបែបមិនដែរនិយាយទៅណាអ៊ំពូមីងនិយាយពីថាពេលដែលយើងបានថតនៅក្រោមដើមផ្កាហ្នឹងនិយាយពីថាឃើញហើយតំណមែនតើស្អាតខ្លាំងណាស់ខាងខ្ញុំបាទពេញចិត្តមែនតើជាមួយនឹងមួយដើមនេះនិយាយពីថាមកលុបឡើងត្រឆឹងត្រឆៃហើយក៏លេចទៅឃើញផ្កាវិញស្រស់បំព្រងតែម្ដងនេះណាបើសិនជាយើងមានជាកទេឬក៏តុកពិកនិចបងប្អូនលក្ខណៈមួយថា 4-5 នាក់មកអង្គុយក្រោមដើមនឹងញ៉ាំអីតិចតួចមកនិយាយពីថាអារម្មណ៍មួយ fresh តែម្ដងណាខាងខ្ញុំបាទចូលចិត្តមែនតើជាមួយនឹងទស្សនវិជ្ជាបែបនេះនិយាយពីថាតំណហើយចែករំលែកទស្សនវិជ្ជាបែបនេះជូនដល់ខាង fan របស់ខាងខ្ញុំបាទបានទស្សនាទាំងអស់គ្នាណាបាទហើយចង់ដឹងថាបំណិនជីវិតរបស់ខាងខ្ញុំបាទនេះមានដំណើរកំសាន្តទៅខាងណាខ្លះទៀតតាមដានពី channel ខាងខ្ញុំបាទទាំងអស់គ្នានឹងបានវីដេអូថ្មីបន្តផងដែរឃើញថាផ្កានិយាយពីថាស្អាតហើយពណ៌វិញឡើងទំនោរមែនតើហើយបើស្លឹកឈើវិញឡើងខៀវខ្ចីត្រូវភ្លៀង1មេ2មេមកនិយាយពីថាលាស់ល្អមិននឹកស្មានតែបានជួបផ្កាបែបនេះណាបងប្អូនហើយបើសិនបានបង្ហាញជូនដល់ខាងបងប្អូនបានទស្សនាហើយណាអ្នកដែលគាត់បានដឹងពីផ្កានេះជួយចូលទៅ comment ប្រាប់ខាងខ្ញុំបាទមួយផងណោះបាយបាយ